ខ្ញុំកាលណាក៏អរគុណហើយក៏អរគុណទាំងអស់ទៅដល់ជាពិសេសអាចារ្យអាចារ្យនីដែលបានអញ្ជើញពីបណ្ដារាជធានីខេត្តដើម្បីចូលរួមបណ្ដុះបណ្ដាលហើយក៏សូមការបណ្ដុះបណ្ដាលនេះជឿជាក់ថានឹងមានបំពេញបន្ថែមហើយយកចិត្តទុកដាក់នៅក្នុងកិច្ចការទាំងអស់នេះដើម្បីធ្វើយ៉ាងម៉េចផ្ដាំផ្ញើថាទៅវិញបើគេរកវិធីកម្មសាសនាទៅគោរពតាមជំនាញរបស់ខ្លួនចឹងមិញនេះបានការណែនាំពីសម្ដេចមហាបវរធិបតីការពីសម្ដេចសម្ដេចអាចារ្យក្របខ័ណ្ឌប្រទេសលោកបានណែនាំថាឲ្យបង្កើតសមាគមអាចារ្យទូទាំងប្រទេសខ្ញុំក៏បាននេះទៅក៏ឲ្យអាដាមសានសម្ផស្សជាអគ្គលេខាធិការហើយក៏មានថ្នាក់ដឹកនាំយើងមួយចំនួនបង្កើតបានជាសមាគមបង្កើតចេញហើយអរគុណក្រសួងធម្មការសាសនាបើកវគ្គសិក្សាអាចារ្យយល់ច្បាំងទំនៀមទំលាប់ល្អគួបឥតខ្ចងរួមគ្នាបណ្ដុំថែទាំសាសនាឲ្យរីកចម្រើនសាំងសម្ដេចពុំថ្លៃថ្លា9តុលា2009សម្ដេចធិបតីបន្តថែទួនទី9 15សីហា2024